កុំថាឡើយសមោលមនុស្សតាសមោលខ្មោចមិនឃើញមានផងបងធ្វើជាចោលត្រូវតែចេះអត់ធ្មត់ខ្លះទៅវាទទួលបានផលឯងយកដំបូនមានដ៏ល្អនេះចាំទុកទៅក្រែងវាមានកំណត់ខ្លះបាទដំបូនមានបងពិតជាល្អណាស់តែឥឡូវមូសច្រើនណាស់បងអើយបើយើងទៅវិញជាមួយឯងច្បាស់ជាស៊ីអំបិលហើយយប់ហ្នឹងហេបងឯងពិតជាកំពុលចោលមែនខ្ញុំសូមតសាហើយអើឯងគួរតែរៀនសូត្រពីយើងឲ្យបានច្រើនទៅចុះអ្នកណាអីក៏ទំនេរម្លេះនេះយកគល់ឈើមកដាក់កណ្ដាលផ្លូវបែបនេះពិតជាអត់ការងារធ្វើមែនពួកអាចចោល500អស់នេះវ៉ៃហូចចុះម៉ូតូប្លន់ម៉ូតូមកឯងយកទៅលក់នៅណាបើមានអ្នកទិញគេមិនដឹងថាយើងជាចោលតាហើយទេអីហូចចោលឥឡូវពួកយើងជាប៉ូលីសមិនមែនបងឯងមួយថ្ងៃដើរលេងមិនដើរចូលផ្ទះសោះមិនដឹងជាកាត់ណាគេទេរឿងចៅហេងសយរីករាយថាកំណត់ណាវីគ្នាអរគុណអញឲ្យសម្លាញ់បងណាល្ងាចនេះនៅផ្ទះគ្នាមានកម្មវិធីជប់លៀងគ្នាចង់ហៅអញទៅជប់លៀងហើយនេះហើយណាវីអើយគ្នាក៏ចង់ទៅលេងផ្ទះអញដែរតែគ្នាខ្លាចមកផ្ទះវិញជប់គ្នាមិនហ៊ានមកម្នាក់ឯងទេអីយ៉ាមិនអីទេរឿងប៉ុណ្ណឹងហ្នឹងបើយប់មែនចាំគ្នាជូនអញទៅផ្ទះវិញកុំបារម្ភអីមើលយើងទៅផ្ទះអញក៏បានតែឯងកុំភ្លេចសម្ដីឯងនិយាយមិញហ្នឹងណាតែគ្នាមិនភ្លេចទេបងយប់នេះដូចស្ងាត់ដល់ហើយរត់តែសមោលមនុស្សម្នាក់ឆ្លងកាត់មិនឃើញសោះកុំថាឡើយសមោលមនុស្សតែសមោលខ្មោចមិនឃើញមានផងបងយីអានេះមាត់ដាច់មែខ្មោចស្អីអញទ្រាំបន្តិចសិនមើលធ្វើជាចោលត្រូវតែចេះអត់ធ្មត់ខ្លះទៅវាទទួលបានផលអញយកដំបូនមានដ៏ល្អនេះចាំទុកទៅក្រែងវាមានកំណត់ខ្លះបាទដំបូនមានបងពិតជាល្អណាស់តែឥឡូវមូសច្រើនណាស់បងអើយបើនៅតែអត់ធ្មត់ដូចជាបងឯងទៀតច្បាស់ជាដេកពេទ្យឲ្យខ្ញុំយប់ហ្នឹងយីអាចែកនេះវ៉ៃរោពឹងជាគ្នាមិនបានសោះត្មងបងសិតហើយវាថៃអញទៀតអីនោះភ្លើងម៉ូតូប្រហែលជាមួយរបស់យើងហើយបងភ្លើងម៉ូតូមែនតាអញឃើញទេបើយើងទៅវិញជាមួយអញច្បាស់ជាស៊ីអំបិលហើយយប់ហ្នឹងហេបងឯងពិតជាកំពុលចោលមែនខ្ញុំសូមតសាហើយឯងគួរតែរៀនសូត្រពីយើងឲ្យបានច្រើនទៅបានហើយឥឡូវអាចេកឯងទៅយកគល់ឈើដាក់កណ្ដាលផ្លូវហ្នឹងទៅបាទបងយើងថាឲ្យថាទៀតកុំឲ្យផឹកច្រើនវានោះណាផឹកតតែស្វឹងក្រោកមិនរួចឥឡូវទុកយើងចោលធ្វើមិនដឹងឲ្យឯងទៅផ្ទះវិញតែឯងដដែលយើងឯណេះខ្លាចសឹងស្លាប់ទៅហើយចាំមើលណាវីព្រឹកឡើងយើងដឹងគ្នាហើយវើយឯងហើយចុះអ្នកណាអីក៏ទំនេរម្លេះនេះយកគល់ឈើមកដាក់កណ្ដាលផ្លូវបែបនេះពិតជាអត់ការងារធ្វើមែនពួកអាចអស់នេះវ៉ៃពិតមែនហើយពួកបងគឺពិតជាគ្មានការធ្វើមែនការងាររបស់ពួកបងគឺមកប្លន់អូនឯងនឹងហើយពួកឯងជាណាចង់ប្លន់អីត្រូវហើយពួកបងគឺជាចោរប្លន់ហើយឯងនៅសាយដល់ណាទៀតឆាប់ទៅយកកាបូបពីនាងមកបាទបងពួកលោកចង់ប្លន់ខុសមនុស្សហើយក្នុងកាបូបខ្ញុំគឺគ្មានអ្វីឲ្យពួកលោកយកនោះទេត្រូវឬខុសយកកាបូបមកហើយគង់តែដឹងទេជែកនៅឈរចាំដល់អង្កាលទៀតឆាប់យកមកបាទលបងឯងមើលនៅក្នុងនឹងមានអីខ្លះងាប់ហើយបងអើយនៅក្នុងកាបូបនេះគ្មានស្អីសោះក្រៅពីសភៅហើយបិចស្អីក៏គ្មានដែរបងខ្ញុំថាហើយពួកលោកពិតជាប្លន់ខុសមនុស្សហើយលោកគួរតែដល់លែងខ្ញុំទៅណាហើយលបងហូចចំម៉ូតូប្លន់ម៉ូតូមកឯងយកទៅលក់នៅណាបើមានអ្នកទិញគេមិនដឹងថាយើងជាចោរតាហើយទេអីហ
ហុចចោលឥឡូវពួកយើងជាប៉ូលីសមិនមែនបងយេអានេះចោលដូចជាយើងនេះគឺប្លន់យកទៅលុយសុទ្ធទេវើយបាញ់ចឹងយើងធ្វើមិនទៅបងបើនាងគ្មានលុយមួយរៀលផងហ្នឹងយើងគួរទៅដោះលែងនាងទៅណោះអើយដោះលែងខ្ញុំទៅខ្ញុំធានាថាមិនប្រាប់អ្នកណាគេទេរឿងយប់ហ្នឹងថ្មីត្បិតតែនាងមិនមានលុយក៏ពិតមែនតែនាងមានសម្រស់ស្រស់ស្អាតខ្លាំងណាស់នេះលោកចង់ធ្វើស្អីលោកដឹងទេថាការធ្វើបែបនេះវាមានទោសពីបទរំលោភទានលើស្ត្រីភេទលបងនាងនិយាយហ្នឹងត្រូវដែរអត់យើងមិនដឹងថាខុសឬក៏ត្រូវអីទេយើងភ្លេចអស់ហើយចុះក្រាញ់បងដាក់សភៅមកតាមខ្លួនដែរតើអើមែនយើងចេះភ្លេចទៅកើតໄວមិនបាច់ខំរកទេលោកបាក់នៅទំព័រទី84ទៅលោកនឹងឃើញហើយការរំលោភខ្សែផ្សន្ទវៈនៅក្នុងមាត្រាទី239បានចែងថាបទរំសន្ទវៈគឺត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំនីតិភាពនៃការត្រូវបានកំណត់ចាប់ពីអាយុ15ឆ្នាំឡើងទៅលោកឃើញទេការធ្វើបែបនេះគឺវាមិនល្អទេណាមួយលោកត្រូវជាប់គុកជាច្រើនឆ្នាំទៀតដោយសារអារឿងមួយផ្លែតសោះហ្នឹងណាវាមិនគួរឡើយណាលោកលបងនាងនិយាយនេះពិតជាត្រឹមត្រូវណាស់យើងធ្វើចោលពិតមែនតែយើងមិនដែលបានធ្វើរឿងបែបនេះទេខ្ញុំខ្លាចជាប់គុកណាស់លបងយើងដឹងហើយបានហើយឥឡូវនាងទៅចុះនេះលោកពិតជាឲ្យខ្ញុំទៅមែនទេពិតមែនហើយយ៉ាងម៉េចមិនដាច់អាឡ័យពីខ្ញុំមែនទេឈឹអ្នកណាអាឡ័យពីលោកនោះតែខ្ញុំចង់ដាស់តឿនលោកថាឈប់ធ្វើជាចោលទៅព្រោះសង្គមឥឡូវគេស្អប់ខ្ពើមខ្លាំងណាស់ប្រយ័ត្ននៅក្នុងគុកហូបបាយក្រហមទៅខ្ញុំគ្រាន់តែប្រាប់យកតែប៉ុនទេយើឲ្យទៅហើយនៅមាត់ច្រើនទៀតប្រយ័ត្នខ្ញុំបដូរចិត្តវិញទៅណាខ្ញុំគ្រាន់តែប្រាប់ទេខ្ញុំទៅហើយខ្យល់អីបក់ឯងមកដល់ទីនេះហ៎ប៉ាវានិយាយអីហ្នឹងនេះកូនយើងណាមកពីខ្ញុំដឹងថាកូនយើងនឹងហើយបានជាខ្ញុំថាឲ្យវានឹងម៉ែវាឯងមើលទៅវាមើលមួយថ្ងៃដើរលេងមិនដែលចូលផ្ទះសោះមិនដឹងជាកាត់ពូជទៅអើយវាគ្មានកាត់ទៅអាណាគេទេប៉ាវានៅមុខនឹងហើយឲ្យវាកាត់ទៅអាណាទៀតយ៉ាហីមើលម៉ែវាឯងនិយាយលោកប៉ាអ្នកម៉ាក់ឈប់ប្រកែកគ្នាទៀតមើលខ្ញុំមកនេះគឺចង់ឯងចង់មកសុំលុយយើងចាយមែនទេទោះយើងមានក៏យើងមិនឲ្យឯងដែរមិនមែនបែបហ្នឹងទេលោកប៉ាគឺខ្ញុំចង់យ៉ាងម៉េចកុំថាប៉ូលីសតាមចាប់ឯងណាប៉ាវាឯងស្ដាប់កូននិយាយឲ្យចប់សិនតើមើលមកកូនឆាប់និយាយមកកូនកូនចង់និយាយពីអីលោកប៉ាអ្នកម៉ាក់ឲ្យកូនសុំទោសកន្លងមកកូនមិនដែលស្ដាប់ការទូន្មានរបស់លោកទាំងពីរទេធ្វើឲ្យប៉ាម៉ាក់ពិបាកចិត្តក៏ព្រោះតែកូនម្នាក់នេះកូនដឹងកំហុសហើយដែលពីមុនកូនជាមនុស្សមិនល្អដែលចូលផ្លូវដែលសង្គមគេស្អប់ខ្ពើមធ្វើឲ្យប៉ាម៉ាក់មិនដែលសប្បាយចិត្តប៉ុន្តែឥឡូវនេះកូនដឹងខុសហើយសូមលោកទាំងពីរអភ័យទោសឲ្យកូនប្រុសម្នាក់នេះផងតិចចុះបើដឹងខុសគឺជាការល្អហើយប៉ាវាឯងនេះនិយាយឲ្យល្អបន្តិចទៅវិថីមិនអីទេកូនដឹងខុសបែបនេះម៉ាក់ពិតជាសប្បាយចិត្តខ្លាំងណាស់មានម្ដាយឪពុកណាយកទោសទណ្ឌលើកូននោះមិនថាអញ្ចឹងអីប៉ាវាម៉ែវាឯងនិយាយត្រូវប៉ាក៏មិនយកទោសពីអីកូនដែរមនុស្សធ្វើខុសចេះកែខ្លួនបែបនេះទើបគេហៅថាមនុស្សល្អណាកូនឥឡូវឯងឆាប់ក្រោកឡើងមកបាទលោកប៉ាអ្នកម៉ាក់កូនគិតតែចង់ចូលរៀនវិញហើយឯងថាម៉េចនេះឯងចង់ចូលរៀនវិញហីឈ្មោះរបស់ឯងព្យួរចោល3ឆ្នាំជាងហើយណាខ្ញុំគ្រាន់តែព្យួរឈ្មោះចោលតែមានបានឈប់រៀនឯណាប៉ាដឹងតែឯងព្យួរឈ្មោះយូរឆ្នាំពេកមិនដឹងថាគេទុកនៅទៀតដែរឬក៏អត់ប៉ាក៏វាមិនដឹងហើយឯងគិតអ្មេចបានជាចង់ចូលរៀនវិញហ្នឹងត្រូវហើយកូនតើកូនមានបំណងអីទើបចង់រៀនវិញនេះហ៎គ្មានអីទេម៉ាក់កូនគ្រាន់តែចង់បញ្ចប់បរិញ្ញាបត្រតែប៉ុណ្ណោះ
តើប៉ាវាឯងគិតយ៉ាងម៉េចដែរ បើឯងចង់រៀនបន្តប៉ាក៏សប្បាយចិត្តដែរតែត្រូវសន្យាជាមួយប៉ាណាថារៀនឲ្យដឹងថារៀនអត់មានចង់មកពេលទេប៉ានិយាយឲ្យហើយណាបានខ្ញុំសន្យាថាមិនធ្វើឲ្យប៉ាម៉ាក់អស់សង្ឃឹមចំពោះខ្ញុំម្ដងទៀតនោះទេកូនធានាបើអញ្ចឹងល្អហើយស្អែកចាំប៉ាតាក់ទងទៅសាលាគេឲ្យ នេះឯងយកមិនថាជូនគ្នាមកផ្ទះវិញបែរជាផឹកស្វឹងដេកចោលគ្នាបាត់ទុកឲ្យយើងមកផ្ទះតែម្នាក់ឯងហាមិនចោះឯងមិនដេកផ្ទះគ្នាមកយប់សិនទៅធ្វើមកចាស់បើគ្នាដាក់ជ្រុលទៅហើយនោះឲ្យយើងដេកមិនលក់ទៅបើឯងដេកសមុកដូចកូនអញ្ចឹងនោះអាណាដេកលក់ទៅវៃហើយឯងនេះចេះតែថាត្មងហើយទៅឥឡូវឲ្យគ្នាសុំទោសណាចាំថ្ងៃនេះខ្ញុំប៉ៅបាយឯងមកពេលណាលើកលែងឲ្យឯងម្ដងចុះឯងដឹងទេជប់មិញនេះគ្នាបានជួបហេតុការណ៍ដ៏ចម្លែកមួយណាហាតើឯងបានជួបហេតុការណ៍អ្វីចម្លែកមែនទេគឺយប់មិញនឹងគ្នាត្រូវចោលប្លន់នេះឯងត្រូវចោលប្លន់ទេចោលឯងមានការអីអត់ឥឡូវហ្នឹងហ៎គ្នាមិនអីទេតែចោលនោះណាដូចជាចម្លែកបាច់ទេណាចម្លែកមិនទៅបងណាអាវីឯងដឹងទេចោលម្នាក់នឹងណាមើលទៅដូចជាអ្នកធ្លាប់សិក្សារៀនសូត្រពីមុនមកអញ្ចឹងទាំងការនិយាយស្ដីនឹងចេះដឹងខុសត្រូវថែមទៀតផងគ្នាណាមិនអាចជួបប្រទះចោលប្រភេទអញ្ចឹងទេអាចថាជាសំណាក់របស់ឯងទេដឹងឬមួយក៏ជាចោលម្នាក់នឹងលងស្រឡាញ់ឯងហើយមើលទៅអើយឯងនេះមានមាត់ចេះតែនិយាយត្មងហើយអើយ